នេះខ្ញុំប្រកាសណាអាត្មាភាពកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបការធ្វើដំណើរចេញទៅតាមខេត្តនីមួយៗខ្ញុំប្រកាសណាអាត្មាភាពចាត់ទុកដូចជាថាបានចុះទៅទស្សនៈសិក្សាអញ្ចឹងដែរហើយបានឃើញភូមិស្រុកទេសភាពនិងជីវិតប្រចាំថ្ងៃរបស់ញាតិញោមហើយស្រួលមិនស្រួលនឹងបានជួបមិត្តចាស់ទៀតផងឥឡូវនេះខ្ញុំប្រកាសណាអាត្មាភាពកំពុងតែស្ថិតនៅលើផ្លូវជាតិលេខ6ធ្វើដំណើរឆ្ពោះទៅខេត្តសៀមរាបពេលចេញព្រះវស្សាហើយអញ្ចឹងទេសភាពស្រូវស្រែនៅខៀវខ្ចីនៅឡើយមេឃក៏បើកខ្ពស់ខៀវស្រឡះល្អអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះតំបន់នេះគង់នឹងភ្លើតភ្លើនជាមួយនឹងធម្មជាតិខៀវត្រជាក់តាមដងផ្លូវនេះជាក់ជាមិនខានហើយរថយន្តរបស់អាត្មាភាពបានបត់ឆ្វេងចាកចេញពីផ្លូវជាតិលេខ6នៅម្ដុំស្វាយធំហើយធ្វើដំណើរទៅតាមផ្លូវវាងក្រុងសៀមរាបម្ដងរួចក៏ចុះទៅតាមផ្លូវដីក្រហមដើម្បីធ្វើដំណើរទៅសង្កាត់ជ្រាវដែលជាគោលដៅចុងក្រោយបើសិនជាលោកអ្នកមានឱកាសបានមកសម្រាកនៅក្រុងសៀមរាបលោកអ្នកសាកល្បងរកកន្លែងផ្ទះសំណាក់នៅតាមជ័យក្រុងម្ដងឥឡូវនេះនៅតាមជ័យក្រុងសៀមរាបក៏មានផ្ទះសំណាក់ច្រើនដែរហើយលោកអ្នកព្យាយាមក្រោកពីព្រលឹមនោះលោកអ្នកនឹងទទួលបានអារម្មណ៍និងថាមពលពិសេសអ្វីម្យ៉ាងជាក់ជាមិនខានព្រឹកនេះអាត្មាភាពសូមនាំបងប្អូនអ្នកទេសនាទាំងអស់ដើម្បីមកស្រូបយកខ្យល់អាកាសនិងទេសភាពនាពេលព្រឹកព្រលឹមនៅសង្កាត់ជ្រាវក្រុងសៀមរាបហើយនឹងមើលជីវិតប្រចាំថ្ងៃរបស់បងប្អូនអ្នកសង្កាត់ជ្រាវដែលគាត់ធ្វើការងារប្រកបរបរទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់